តុកអប់យើងចេកតំណងអត់នេះញ៉ាំជាមួយនឹងទឹកត្រីនេះឆ្ងាញ់ឆ្ងាញ់អត់ទឹកត្រីជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកបង្ហាញបង្ហូបមួយមុខនេះគឺតុងអប់ត្រយងចេកបងប្អូនក៏យើងមានត្រយងចេកមានតុងហើយនឹងមានជីមានម្អមអញ្ចឹងបងប្អូននេះហើយគ្រឿងក្រៅរបស់គេគឺមានច្រើនដែរបងប្អូនមើលតុងអប់ត្រយងចេកនេះមានដូចជាត្រយងចេកមួយផ្លែបងប្អូនត្រយងចេកមួយអញ្ចឹងណាហើយតុងហ្នឹងគឺខ្ញុំមកទិញគេអ្នករោតាមស្រុកស្រែបងប្អូននេះគឺចំនួន1គីឡូជាង4ហ្នឹងបងប្អូននេះហើយមានជីអាណាមានម្អមហើយជីក្រហមហើយខ្ទឹមសម្ទេសគល់ក្រីលក្រូចដែងក្រូចឆ្មាយហ្នឹងហើយនឹងមានទឹកដោះគោឆៅផងបងប្អូនឥឡូវនេះបងប្អូនយើងឈានចូលមកដល់ការដាំទឹកសិនមុនដំបូងណាដាំទឹកដើម្បីស្រោះតុងឲ្យបាត់ឆ្អាបឥឡូវខ្ញុំដាំទឹកសិនយកទឹកបន្តិចសិនបងប្អូននេះឥឡូវខ្ញុំដាំទឹកនេះមកដាំតែល្មមបានបងប្អូនមិនដាំច្រើនពេកទេព្រោះយើងស្រោះតុងឆាប់ឆ្អិនល្អមកយកឆ្អិនពេកយកមកល្មមអញ្ចឹងឥឡូវចាប់ផ្ដើមហាន់តុងរបស់យើងដាំទឹកចោលសិនទៅតុងនេះខ្ញុំបានសម្អាតហើយបងប្អូននេះអស់នេះឥឡូវចាប់ផ្ដើមហាន់វាដើម្បីទុកស្រស់បងប្អូនហើយតុងដែលយើងអប់ហ្នឹងគឺអត់ហាន់ខ្លីពេកទេគឺហាន់វែងល្មមបងប្អូនប្រហែលជាវែងចោលដៃអញ្ចឹងនេះប៉ុណ្ណេះអញ្ចឹងបងប្អូននេះយើងហាន់អញ្ចឹងដើម្បីយើងស្រួលក្នុងការញ៉ាំដល់តូចពេកយើងពិបាកញ៉ាំអាហ្នឹងនេះប៉ុណ្ណេះមកវាយើងកាត់ជា2ទៀតមកតុងអប់យើងចេកខុសពីឆាបងប្អូនឆាយើងហាន់ស្ដើងកង់ល្មមតែដល់ពេលយើងអប់ចេះគឺយើងហាន់យ៉ាងវែងសាច់តុងនេះល្អណាស់បងប្អូនអើយវាលឿងល្អហ្មងតុងស្រែធំល្អណាស់រួចរាល់បងប្អូននេះឥឡូវនឹងសល់ចាំទឹកពុះទៅគឺយើងស្រោះទៅមួយផ្លែបងប្អូនដើម្បីយើងយកទៅឆាធ្វើនេះម្ដងទៀតគឺឲ្យវាក្បាច់ឆ្អាបនេះតុងគឺខ្ញុំហាន់ហើយបងប្អូននេះគឺហាន់បែបហ្នឹងមើលទៅគឺទំនងមែនតើសាច់នឹងក្បឹបហ្មងបងប្អូននេះឡូវទឹករបស់យើងជិតពុះហើយខ្ញុំចាប់ផ្ដើមដាក់ស្លឹកគ្រៃស្លឹកក្រូចដែងតិចដើម្បីកាត់ឆ្អាបបងប្អូនខ្ញុំដាក់តិចបានហើយហាន់តិចហ្នឹងដើម្បីយកទុកស្រោះតុងមានស្លឹកក្រូចស្លឹកគ្រៃដែងតិចមកដាក់ចូលមកពេលយើងស្រោះទៅក៏អត់ឆ្អាបទេតុងហ្នឹងឡើយចាប់ដាំទឹកពុះប៉ុណ្ណាក៏បានដែរបងប្អូនបើយើងស្រោះតមកល្មមទេនេះដាក់តុងចូលបដ ாய் ទៅនេះចាប់ដាំដាក់តុងចូលបងប្អូននេះចេះមកហើយស្រោះប្រហែល 4-5 នាទីបានបងប្អូនកុំស្រោះយូរពេកវាផុយលេងឆ្ងាញ់ស្រោះឲ្យវារឹងសាច់អញ្ចឹងឲ្យវាកាត់ឆ្អាបបើយើងធ្វើអត់ស្រោះគឺវារាងឆ្អាបបន្តិចហើយអ្នកអត់ចេះញ៉ាំគឺរាងពិបាកបន្តិចហើយទុកវាឲ្យមកពុះបន្តិចចាំយើងលើកចាញ់បងប្អូនឥឡូវនេះឆ្លៀតពេលតុងយើងអត់តន់នេះយើងមកធ្វើបន្លែសិនបងប្អូនលាងបន្លែលាងជីលាងអីចឹងណានេះជាអាណានេះខ្ញុំដាក់រៀងច្រើនតិចមកក៏ឆ្ងាញ់ដែរបងប្អូនកាត់យកតែប៉ុណ្ណេះមកហើយម្អមយើងកាត់គល់ចោលដែរមកបងប្អូនកាត់យកចាស់ចេញណាវាត្រាំទឹកបែបនេះមកខ្ញុំលាងឲ្យម្ដងតែខ្ញុំចង់លាងម្ដងទៀតដើម្បីឲ្យវាស្អាតល្អអញ្ចឹងហើយនេះជីក្រហមចង់ដាក់ច្រើនក៏បានតិចក៏បានបងប្អូននេះខ្ញុំបីយកតែខ្ចីមកជីក្រហមដល់ល្អពេកទៅដូចមិនជីក្រហមចង់ស្តៀងជីប្រហើវែងចឹងមកគឺឆ្ងាញ់តែខ្ញុំចូលចិត្តជីហ្នឹងដាក់ច្រើនគឺឆ្ងាញ់ហ្មងវាឈ្ងុយនឹងជីហ្នឹងផងម្អមផងនេះប៉ុណ្ណេះមកបងប្អូននេះចេះមកបងប្អូនមិនសូវចូលចិត្តដាក់ល្មមបានហើយតែខ្ញុំចូលចិត្តដាក់ច្រើនតិច
នេះហើយយើងមើលតុងយើងម្ដងឥឡូវមកស្រង់តុងយើងបងប្អូននេះគឺវាល្មមឯប៉ុណ្ណឹងស្រង់គ្រាន់តែបែកអីគេស្បែកវាតិចៗមកចេះបានហើយស្រង់ចេញមកដើម្បីទុកធ្វើស៊ុបណាចាប់នេះលឿនជាងបងប្អូននៅវាដួសអត់សូវបានទេនេះស្រង់ប៉ុណ្ណឹងមកហើយបាត់ឆ្អាបហើយបងប្អូនបើញ៉ាំមើលទឹកវាទឹកចេញមកទឹកឆ្អាបហ្នឹងបងប្អូនយើងស្រង់យកតន្ទង់បានហើយនេះសាច់ល្អដល់ហើយបងប្អូននេះស្រស់អស់ហើយបងប្អូននេះស្រង់អស់ហើយចាប់ផ្ដើមធ្វើគ្រឿងដើម្បីយើងធ្វើអន្ទង់អប់ត្រយងចេករបស់យើងឥឡូវអន្ទង់ទុកម្លាយសិនយើងដូរឆ្នាំងបងប្អូនដាក់ឆ្នាំងវិញឥឡូវនេះគ្រឿងសម្រាប់ឆាអប់ត្រយងចេកអន្ទង់របស់យើងគឺមានបែបនេះបងប្អូនមានលក្រីលក្រូចដែងហើយម្ទេសមួយគ្រាប់ពីរគ្រាប់អីមកតាមបងប្អូនចូលចិត្តមកតែខ្ញុំហាន់តែមួយគ្រាប់ទេខ្លាចវាបែកច្រើនពេកវាហឹលចាំយើងចង់ចេះហឹលយើងថែមទៀតទៅបងប្អូនខ្ទឹមសកាត់កង់បែបនេះនេះដើម្បីយកទៅកូរជាមួយអន្ទង់ឲ្យវាឈ្ងុយហើយចាប់ដើមចាក់ប្រេងចូលបងប្អូនដើម្បីកូរគ្រឿងយើងឲ្យឈ្ងុយចាក់បន្តិចបានហើយនេះដាក់គ្រឿងក្រៅដែលយើងហាន់មិញចូលនេះរៀងស្ងួតទឹកទេបងប្អូនស្ងួតអាទឹកប្រៃហ្នឹងឥឡូវយើងមកចាក់ទឹកចូលបណ្ដោយទៅនេះខ្ញុំចូលចិត្តរៀងទឹករៀងមកល្មមបងប្អូនដាក់ច្រើនពេកយើងចាំឲ្យវាពុះហើយយើងដាក់ជីបន្លែអីចូលទៅលើទៀតយើងចេះយើងអីចឹងតន់ឆ្អិនវាខាន់ឈ្ងុយមែនទេបងប្អូនអើយនេះឥឡូវនេះចាប់ដើមមកហាន់ត្រយងចេករបស់យើងបងប្អូនឥឡូវយើងមកបកត្រយងចេករបស់យើងបងប្អូនត្រយងចេកមកល្មមប៉ុណ្ណេះក៏បានបងប្អូនចង់ដាក់ច្រើនគឺថែមមួយទៀតទៅណាតែខ្ញុំចូលចិត្តមកល្មមឯងប៉ុន្តែគឺអាចញ៉ាំគ្រប់គ្រាន់ហ្នឹងបកយកខ្ចីតិចមកនេះប៉ុណ្ណេះបងប្អូនណាចាហើយយើងហាន់វាដូចយើងស្ងោរអញ្ចឹងដូចយើងស្ងោរជើងជ្រូកស្ងោរអីចឹងណាកង់មកហើយយើងកាត់វាដុំមកខ្ញុំហាន់បានជា4ដែរបងប្អូននេះតូចធំតាមបងប្អូនចូលចិត្តតែខ្ញុំចូលចិត្តប៉ុណ្ណឹងនេះចាប៉ុណ្ណេះមកគឺពេលវាផុយទៅញ៉ាំទៅឆ្ងាញ់ណាតុងអប់ត្រយងចេកទៅយើងញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយយើងចង់ញ៉ាំដាក់មីមួយក៏ដាក់មីសួរក៏បានដែរបងប្អូនតែខ្ញុំចូលចិត្តញ៉ាំមួយបាយនេះកាត់កង់ជាបងប្អូនហើយពេលទឹកពុះយើងដាក់ចូលបង់ចូលហ្មងនេះឥឡូវយើងកាត់ត្រយងចេករួចរាល់ហើយយើងមើលថាទឹកស៊ុបរបស់យើងហ្នឹងពុះនៅបងប្អូនបើពុះយើងដាក់ត្រយងចេកចូលអញ្ចឹងណាចាប់ដើមពុះតិចហ្នឹងបងប្អូនក្លិនឈ្ងុយបដាហើយអូឈ្ងុយមែនតេនហើយសាច់តុងរបស់យើងនឹងលឿងហ្មងអូក្លិនឈ្ងុយឡើងប្រហើបងប្អូនមើលសាច់តុងនិយាយវាថាឡើងអូយឡើងតំណងមែនតេនមើលហើយតែក្លិនវាឈ្ងុយហ្មងឥឡូវនេះចាប់ដើមចិត្តពុះបងប្អូននេះទៅយើងដាក់ត្រយងចេកចូលនេះសាច់មានបែកណាតុងស្រែបងប្អូនមើលណាឥឡូវនេះយើងមកបើកមើលទឹកស៊ុបរបស់យើងទៅពុះនៅបងប្អូនឥឡូវពុះហើយយើងបង់ត្រយងចេកចូលណាដើម្បីឲ្យវាផុយទន់ជាមួយគ្នាបងប្អូននេះយើងបង់ត្រយងចេកចូលទាំងអស់ចឹងមកបងប្អូនហើយចាំវគ្គក្រោយគឺយើងបង់ជីចាក់ទៅដោះគោចាក់អីចឹងណាដើម្បីឲ្យត្រយងចេកទន់សិនឥឡូវនេះយើងមកគ្របទុកសិនបងប្អូនដើម្បីទៅធ្វើទឹកជ្រលក់សិនបងប្អូនឥឡូវយើងមកបុកទឹកជ្រលក់របស់យើងបងប្អូនមានខ្ទឹមស 4-5 កំពឹសមកព្រោះយើងញ៉ាំពី3នាក់កុំច្រើនពេកបងប្អូនហើយម្ទេសបងប្អូនដាក់តាមការចូលចិត្តតែខ្ញុំរៀងចូលចិត្តរៀងហឹលល្មមដែរដាក់ប៉ុណ្ណេះបានហើយមុនបុកយើងដាក់អំបិលតិចមកបងប្អូនដើម្បីកុំឲ្យវាខ្ចាយណាប៉ុណ្ណេះមកបងប្អូននេះយើងបុកវាកុំឲ្យម៉ត់ពេកបងប្អូនព្រោះអីម៉ត់ពេកក៏អត់ឆ្ងាញ់ដែរយើងបុកមកល្មម
ឲ្យមានអសខ្ទឹមដុំហើយម្ទេសដុំបន្តិចមកគឺវាឆ្ងាញ់ខ្ញុំបុកមកល្មមដែរណាបងប្អូនហើយឥឡូវម្ទេសខ្ទឹមរបស់យើងរៀងម៉ត់ល្មមបងប្អូនចាប់ផ្ដើមដាក់គ្រឿងក្រៅអញ្ចឹងណាខ្ញុំដាក់ឌីចេងបន្តិចបងប្អូននេះហើយម្សៅស៊ុបខ្នុរខ្ញុំដាក់បន្តិចដែរដើម្បីឲ្យវាចាប់ជាតិល្អទឹកត្រីរបស់យើងញ៉ាំទៅគឺវាមានជាតិហើយស្ករសដាក់រៀងច្រើនតិចដែរបងប្អូននេះពីស្លាបព្រាខ្លីមកហើយយើងដាក់ទឹកត្រីចំនួន2ស្លាបព្រាដែរវាពេញមកពេលយើងញ៉ាំអញ្ចឹងដាក់អញ្ចឹងទៅទឹកត្រីរបស់យើងមានរសជាតិដិតល្អបងប្អូនហើយយើងកូរបែបនេះហើយគឺយើងដាក់ក្រូចឆ្មាក្រូចឆ្មាចូលហើយចាប់ដើមចិត្តក្រូចឆ្មាដាក់បងប្អូននេះក្រូចឆ្មារបស់យើងក្រូចឆ្មាខ្មែរហ្មងណាដាក់តែ3ផ្លែទៅល្មមហ្នឹងបងប្អូនចាប់ដើមហាន់វាប៉ុណ្ណេះមកនេះបើយើងធ្វើច្រើនដាក់រៀងច្រើនដែរតែនេះខ្ញុំធ្វើប្រហែលជាកន្លះកូនចានចង្កឹះហ្នឹងបងប្អូនព្រោះតុងរបស់យើងវាតិចដែរនេះទឹកល្អណាស់បងប្អូនអើយវាឆ្មាខ្មែរបាច់មកច្រោកហ្មងទឹកច្រើនចេះដាក់តែ2ផ្លែប្រហែលជាល្មមចាំមើលភ្លក់មើលតិចសិនបងប្អូនដាក់2ផ្លែភ្លក់មើលសិនតែជុះជ្រុលរៀងយ៉ាប់ដែរហ្នឹងតែយើងបុកជួយមកទឹកត្រីរបស់យើងនិយាយវាខាប់ហើយតំណងមែនទេបងប្អូនអើយនេះពពណ៌វិញដល់ហើយនេះនឹងគឺញ៉ាំមួយស៊ុបអន្ទង់ឆ្ងាញ់ហ្នឹងបងប្អូនអត់ទលាន់ទេខ្ញុំរៀងស្ទើជូរបងប្អូនដាក់ថែមប្រហែលជា2ចំណិតទៀតក្រូចឆ្មានេះ2ផ្លែកន្លះល្មមអូយវាក្លិនឈ្ងុយដល់ហើយបងប្អូនអើយហើយខ្ញុំធ្វើការភ្លក់តិចសិនឆ្ងាញ់ណាញ៉ាំមួយតុងអប់រយងចេកត្រូវគ្នាណាទឹកត្រីនេះនេះដុំទឹកត្រីដាក់ចានបងប្អូនរួចរាល់ហើយនេះអើយមកពបងប្អូនអើយតំណងអត់នេះត្រូវគ្នាជាមួយនឹងតុងអប់រយងចេកហ្មងទឹកត្រីហ្នឹងឥឡូវធ្វើទឹកត្រីហើយបងប្អូនមកមើលស៊ុបរបស់យើងម្ដងតុងរបស់យើងម្ដងអូយឡើងឈ្ងុយបងប្អូនហើយពេលពុះចឹងណានេះបងប្អូនហើយនេះសាច់តុងអត់មានបែកសោះណាហើយថាតយងចេកផុយហើយតែតុងនៅតែល្អអញ្ចឹងបងប្អូននេះសាច់គេឡើងក្បឹបនេះឥឡូវខ្ញុំមកភ្លក់បន្តិចដើម្បីឲ្យយើងបើល្មមយើងបង់ជីបង់ដាក់ដោះគោចូលរួចស្រាច់មកបងប្អូនខ្ញុំភ្លក់តិចសិនបងប្អូនរសជាតិអេមបងប្អូននេះឥឡូវចាប់ផ្ដើមដាក់ជីដែលយើងហាន់មិញហ្នឹងបងប្អូននេះលាងមិញហើយចាប់ផ្ដើមកាត់វាម៉មបងប្អូនកាត់ជា2ជា3បានហើយយើងបង់ចូលទៅដើម្បីវាឈ្ងុយខ្ញុំចាត់រៀងវែងបន្តិចវាឆ្ងាញ់ឥឡូវចាប់ផ្ដើមបង់ជីចូលទេបងប្អូនthìយើងបង់ជីនេះចូលទាំងអស់បងប្អូនដើម្បីឲ្យវាឈ្ងុយហើយឆ្ងាញ់ហ្មងនេះជីហ្នឹងគឺកាត់ឆ្អាបកាត់ឲ្យអស់លីងហ្មងឥឡូវនេះយើងមកកូរត្រឡប់បន្តិចសិនចាំពេលជីរៀងទន់តិចយើងចាក់ទៅដោះគោចូលអូឈ្ងុយណាស់បងប្អូនអើយនេះគេហៅថាអន្ទង់អប់ទៅយងចេកក្បែរផ្ទះទៅណាបងប្អូនដាំខ្លួនឯងទៀតណាធម្មជាតិទាំងអស់ហ្មងនេះបងប្អូនអើយតំណងឥឡូវនេះចាប់ដើមដាក់ទឹកដោះគោចូលបងប្អូនដោះគោបងប្អូនដាក់តាមការចូលចិត្តទៅតែខ្ញុំដាក់តាមមួយកំប៉ុងគឺបានបងប្អូននេះចាក់ចេះបងប្អូននេះនឹងហៅថាអន្ទង់អប់យងចេកបងប្អូនតំណងអត់អូយដាក់ទឹកដោះគោហើយវាក្លិនជះលើដើមហ្មងបងប្អូនទុកឲ្យពុះបន្តិចមកចាំយើងបិទភ្លើងគឺដួសញ៉ាំបានបងប្អូនឥឡូវនេះស៊ុបតុងរបស់យើងឆ្អិនរួចរាល់ហើយបងប្អូនចាប់ដើមបិទភ្លើងគឺយកដួសញ៉ាំតែម្ដងឥឡូវខ្ញុំយករៀបចានឆ្នាំងដួសញ៉ាំសិនបងប្អូនឥឡូវនេះម្ហូបនេះឆ្អិនរួចរាល់ហើយបងប្អូននេះដល់ម៉ោងញ៉ាំល្មមអូយបងប្អូនឲ្យឈ្ងុយមែនទែនហ្មងណានេះសាច់តុងរបស់យើងនិយាយពីថាឡើងបឹបហ្មងណាឈ្ងុយទឹកដោះគោឈ្ងុយជីឈ្ងុយអីចឹងមក
ជាមួយគ្នាចឹងស្រៀវទឹកមាត់ហ្មងបងប្អូននេះសាច់អីច្រើនចឹងមកនេះរួចហើយមកបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាដល់ម៉ោងបាយហើយដល់ម៉ោងញ៉ាំល្មមទុកអប់យងចេកតំណងអត់នេះញ៉ាំជាមួយនឹងទឹកត្រីនេះឆ្ងាញ់ឆ្ងាញ់អត់នេះទឹកត្រីញ៉ាំសាច់បន្ទង់អាធំនេះល្អនេះខ្ញុំទៅចិត្តញ៉ាំជីបងប្អូនកុំភ្លេចសាកល្បងធ្វើមុខម្ហូបមុខនេះញ៉ាំទាំងអស់គ្នាឆ្ងាញ់ហើយគឺបើកម្លាំងទៀតជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំហ្នឹងបងប្អូនចង់បានមុខម្ហូបថ្មីអីបងប្អូនកុំភ្លេចតាមដាន channel របស់ខ្ញុំចាគឺចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា